ជួសឈាមទៅឃើញជាតិពុលឡើងខ្លាំងទៅអេកូទៅគេថាថ្លើមនឹងវារៀងគ្រើមតាំងភ័យយើងពិនិត្យព្យាបាលចំពោះខ្ញុំសុំតែមួយទេគឺខ្ញុំសនំពរចំពោះអ្នកជំងឺផឹកស្រាគឺខ្ញុំសុំតែមួយសុំឲ្យឈប់ផឹកស្រាបាទសូមជំរាបសួរបាទខ្ញុំបាទវិជ្ជាអមរិតភីវសូរ៉ែនសូមអនុញ្ញាតលើកយកនៅបទពិសោធន៍នៃការព្យាបាលជំងឺអាលៀកថ្លើមដោយសារស្រាក្នុងការអនុវត្តជាក់ស្ដែងគេហៅ clinical practice ដែលខ្ញុំជួបជាមួយនឹងបងប្អូនអ្នកជំងឺយើងមួយចំនួនបាទដែលមកទទួលការប្រឹក្សាពិគ្រោះហើយនឹងព្យាបាលជាមួយខ្ញុំតែងតែសួរខ្ញុំពីរឿងថាពេលដែលព្យាបាលជាអាចផឹកវិញបានអត់ឬមួយក៏ពេលដែលកំពុងព្យាបាលហ្នឹងអាចដាក់តិចបានអត់បាទនេះយើងនិយាយការងារជាក់ស្ដែងហើយត្រង់ទៅត្រង់មកជាមួយគ្នាបាទបច្ចុប្បន្នខ្ញុំជួបបងប្អូនយើងលោកតែងតែព្រួយបារម្ភនៅពេលដែលជំងឺថ្លើមរបស់បងប្អូននោះធ្ងន់ធ្ងរដូចជាក្រិនថ្លើមទាកទឹកមានផលវិបាកប៉ោងតសៃឈាមមានហូរឈាមណាមានពុលគ្រូក្បាលចេញលឿងខ្សោយថ្លើមអីអញ្ចឹងណាអានោះគឺថាឲ្យធ្វើអីក៏ធ្វើដែរតមអីក៏តមដែរសុខចិត្តតមប៉ុន្តែពេលខ្លះពេលដែលតមពេលដែលសម្រាប់ចិត្តថាតមនោះវាហួសពេលបើទោះបីថាឈប់ផឹកក៏មិនដឹងថាបានអីមកវិញពីព្រោះអីថ្លើមវាដល់សើហើយបាទថ្លើមវាដល់សើហើយវាគាំងហើយបងប្អូនវាគាំងហើយមានន័យថាវាលែងដំណើរការហើយបងប្អូនតមក៏វាលែងមានន័យដែរបាទក៏វាលែងមានន័យដែរអញ្ចឹងនៅក្នុងការព្យាបាលជំងឺថ្លើមដោយសារស្រាខ្ញុំធ្លាប់ជំរាបបងប្អូនថាបើសិនជាវានៅល្មមអាលៀកតិចតួចឡើងជាតិពុលតែសាច់ថ្លើមនៅស្អាតឬក៏មានការរលាកតាម S2 S3 អីជាបទពិសោធន៍ខ្ញុំណាសឹងថាមិនបាច់ប្រើថ្នាំព្យាបាលទេគ្រាន់តែបងប្អូនផ្ដាច់ស្រាហ្នឹងគឺថ្លើមនោះវាចេះជួសជុលខ្លួនវាទៀតពុលហ្នឹងវានឹងអាលាយចោលបាត់ហើយនៅពេលដែលយើងផ្ដាច់ស្រាចោលខ្លួនយើងនោះវាចេះណាប៉ុន្តែខ្លាចតែយើងវាមិនដឹងហើយពេលខ្លះយើងវាវក់ដែរវាបំពេញដែររហូតដល់វាចេញគេហៅ complication ចេញផលវិបាកហើយបានតែបងប្អូនបដិញ្ញាចិត្តតែឈប់ផឹកស្រាបាទវិញបងប្អូនខ្លះលោកជួសឈាមទៅឃើញជាតិពុលឡើងខ្លាំងទៅអេកូទៅគេថាថ្លើមនឹងវារៀងគ្រើមតាំងភ័យយើងពិនិត្យព្យាបាលចំពោះខ្ញុំសុំតែមួយទេគឺខ្ញុំសនំពរចំពោះអ្នកជំងឺផឹកស្រាគឺខ្ញុំសុំតែមួយសុំឲ្យឈប់ផឹកស្រាអាហ្នឹងគឺលក្ខខណ្ឌរបស់ខ្ញុំគឺខ្ញុំសុំមួយនឹងឯងសុំឲ្យឈប់ផឹកស្រាដើម្បីកុំឲ្យយើងដុតលុយចោលដើម្បីកុំឲ្យថ្លើមយើងហ្នឹងវាខ្លោចវារឹងវាក្រិនខ្ញុំសុំតែមួយហ្នឹងទេហើយបានខ្ញុំព្យាបាលឲ្យល្អជូនតែបើសិនជាបងប្អូនបំពេញផឹកក៏ផឹកព្យាបាលក៏ព្យាបាលអាហ្នឹងមិនដឹងថាចង់បានអីពីព្រោះអីឧទាហរណ៍ថាម្នាក់អ្នកបោសសម្អាតផ្ទះយើងវាកកិចវាមានសម្រាមវិញទៅម្នាក់ទៀតអ្នកបរិយាវិញអ្នកបោសហ្នឹងណាឈ្នះបោសមកបរិយាវាខាតទាំងពេលវេលាទៀតអីអាដែលវាមានបានប្រយោជន៍ទៅដល់អ្នកជំងឺណាវាមិនបានប្រយោជន៍ទៅដល់ខ្លួនយើងណាបាទវាមិនបានប្រយោជន៍អីទី1យើងបង្ហិនលុយទៅទិញស្រាទី2ថ្លើមយើងវាខូចខាតវាមាន2ទី1អាជាតិអាល់កុលនោះវា direct ទៅលើកោសិកាថ្លើមឲ្យអាលៀកហើយទី2វាធ្វើឲ្យកកខ្លាញ់ក្នុងថ្លើមដោយសារមុខងារថ្លើមមិនអាចបំបែកខ្លាញ់បានខ្លាញ់ទាំងអស់ទៅប្រមូលញុកក្នុងថ្លើមដោយសារវារវល់ដៃប្រសាទស្រាអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនដែលលោកនិយាយលេងឬក៏និយាយមែនខ្ញុំមិនដឹងទេប៉ុន្តែច្រើនថាតិចបានអត់លោកគ្រូខ្ញុំថាតិចហ្នឹងក៏មិនបានដែរសម្រាប់ខ្ញុំជាគ្រូពេទ្យខ្ញុំមិនឲ្យទេមិនឲ្យផឹកទេប៉ុន្តែត្រង់ថាបើចង់ផឹកចេះឆ្លាតខ្លួនឯងទៅរបៀបរបបក្រេបបលែមបន្លំហើយរកផ្លូវកិច្ចទៅបើសិនជាយើងនៅតែផឹកដដែលហ្នឹងតែអង្គុយយូរវក់ពុលជាមួយនឹងបរិយាកាសចាប់ផ្ដើមទៅហើយវកវាក់ទៅហើយអស់មកដល់2ដប
whisky អីហ្នឹងទៅបាទឬក៏បៀហ្នឹង4-10កំប៉ុងអីហ្នឹងទៅផឹកតែ 4-5 ឆ្នាំហ្នឹងគឺថាថ្លើមហ្នឹងនឹងវិវត្តបាទអញ្ចឹងចំពោះទស្សនៈខ្ញុំក៏ដូចជាអនុសាសន៍ខ្ញុំចំពោះបងប្អូនដែលមានជំងឺថ្លើមដោយសារស្រាការព្យាបាលទី1គឺធ្វើដុកទ័រខ្លួនឯងឈប់ផឹកស្រាអត់អស់លុយទេធ្វើដុកទ័រខ្លួនឯងឈប់ផឹកស្រាអត់អស់លុយទេហើយបើត្រូវការជំនួយមកជួបខ្ញុំក៏ខ្ញុំសនំពរឲ្យឈប់ផឹកស្រាដែរបានយើងជជែកគ្នាពីនីតិវិធីបន្ទាប់ដើម្បីធ្វើការថែទាំថ្លើមព្យាបាលពីផលវិបាកផ្សេងអាចថាវាកាន់ថ្លើមឬក៏វាមានអីផ្សេងយើងជួយដោះទៅតាមហ្នឹងតែបើសិនជានៅតែបំពេញផឹកស្រាទេលទ្ធផលមិនល្អទេបាទនេះខ្ញុំជួបនៅក្នុង clinical practice ចំពោះការអនុវត្តជាក់ស្ដែងខ្ញុំសនំពរឲ្យបងប្អូនឈប់ផឹកស្រាទាំងអស់គ្នាព្រោះការផឹកស្រាមិនល្អទេចំពោះថ្លើមអានេះខ្ញុំនិយាយតែថ្លើមទេណាខ្ញុំអត់និយាយពីផលប៉ះពាល់ផ្សេងទៅដល់កាពះទៅដល់ខួរក្បាលទៅដល់បេះដូងទៅដល់បញ្ហាផ្សេងក្រៅតែពីនឹងមានអំពើហិង្សាមានអីផ្សេងណាអាហ្នឹងវាមានផលប៉ះពាល់គ្រោះថ្នាក់ចរាចរណ៍អីហ្នឹងក៏ដោយសារការផឹកស្រាច្រើនដែរបាទអានេះយើងនិយាយច្បាច់យកទៅរឿងថ្លើមទេព្រោះក៏ខ្ញុំធ្វើការងារខាងថ្លើមហ្នឹងវាយូរឆ្នាំអញ្ចឹងទៅខ្ញុំចង់សង្កត់ធ្ងន់ទៅរឿងថ្លើមទេប៉ុន្តែបញ្ហាស្រានេះគឺវាមានច្រើនបាទអញ្ចឹងខ្ញុំសូមបញ្ចប់តាមប៉ុណ្្នឹងហើយក៏សូមខន្តីអភ័យទោសដែរបើសិនជាខ្ញុំនិយាយទៅមានពាក្យពេចន៍ឬខ្វះត្រង់ចំណុចណាមួយសូមមេត្តាអធិស្ឋានខ្ញុំបាទវិជ្ជាមរភីសរាងសូមអរគុណនិងសូមជម្រាបលាបាទ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក